ប្រយ័ត្នពេលដែលគ្រោះថ្នាក់បំផុតក្នុងជីវិតមិនមែនជាពេលដែលអ្នកដួលទេគឺជានៅពេលដែលអ្នកចាប់ផ្ដើមល្អជាមនុស្សជុំវិញខ្លួនហេតុអ្វីបានជាគេចាប់ផ្ដើមស្អប់អ្នកនៅពេលអ្នកដើរទៅមុខពីព្រោះថាគិតមកដល់ចំណុចនោះអ្នកមិនទាន់ជោគជ័យខ្លាំងរហូតដល់ថ្នាក់ធ្វើឲ្យពួកគេស្ងើចសរសើរនិងគោរពនៅឡើយទេនៅពេលអ្នករកលុយបានច្រើនជាងមុនបន្តិចពួកគេនឹងនិយាយថាវាជាលៀបសំណាងនៅពេលអ្នកអភិវឌ្ឍខ្លួនឯងឲ្យល្អជាងមុនពួកគេនឹងនិយាយថាអ្នកធ្វើចរិតប្លែកៗនៅពេលអ្នកបោះជំហានទៅមុខតែមួយជំហានស្រាប់តែការស្អប់ខ្ពើមដោយស្ងៀមស្ងាត់ក៏ចាប់ផ្ដើមផ្ទុះឡើងហេតុអ្វីបានជាអញ្ចឹងពីព្រោះថានៅក្នុងផ្នែករបស់ពួកគេអ្នកគួរតែបន្តរស់នៅដូចជាពួកគេអញ្ចឹងនៅខណៈពេលដែលអ្នកងើបឈរនិងដើរទៅមុខអ្នកបានក្លាយជាភ័ស្តុតាងសេចក្តីបញ្ជាក់ដ៏ច្បាស់ក្រឡែតថាប្រហែលជាបញ្ហានៅក្នុងជីវិតវាមិនមែនមកពីមជ្ឈដ្ឋានជុំវិញខ្លួនឬការខ្វះខាតឱកាសនោះឡើយប៉ុន្តែប្រហែលជាមកពីពួកគេខ្លួនឯងគ្មានភាពក្លាហានគ្រប់គ្រាន់ក្នុងការរត់ចេញពីចំណុចដដែលនោះសោះនោះហើយជាមូលហេតុដែលមនុស្សកម្រិតមធ្យមមិនដែលទៅខឹងស្អប់សត្វឥន្ទ្រីដែលហើរខ្ពស់នៅលើមេឃឡើយប៉ុន្តែពួកគេតែងតែនាំគ្នាដេញវីប្រហារសត្វចចកដែលទើបតែចាប់ដើមដើរញែកខ្លួនចេញពីហ្វូងដូច្នេះឈប់ខំប្រឹងបកស្រាយពីខ្លួនឯងទៅឈប់ព្យាយាមបង្ហាញពីតម្លៃរបស់អ្នកទៅកាន់អ្នកដទៃទៀតទៅហើយអ្វីដែលដាច់ខាតមិនត្រូវធ្វើនោះគឺកុំងាកក្រោយទៅឆ្លោះប្រកែកជាមួយមនុស្សដែលបដិញ្ញាចិត្តថានឹងមិនយល់ពីអ្នកឲ្យសោះអ្វីដែលអ្នកត្រូវធ្វើគឺបន្តរត់ទៅមុខទៀតរត់រហូតទាល់តែសម្ដីរបស់ពួកគេមិនអាចធ្វើអ្វីអ្នកបានរត់រហូតទាល់តែពាក្យប្រមាថរបស់ពួកគេស្ដាប់ទៅដូចជាសំឡេងដ៏តូចទាបមួយរត់រហូតទាល់តែភាពច្រណែនឈ្នានីសរបស់ពួកគេមើលទៅคล้ายជារឿងគួរឲ្យខ្មាស់អៀនសម្រាប់ខ្លួនពួកគេវិញពីព្រោះថាបើមនុស្សជុំវិញខ្លួននៅតែអាចរំខានឬធ្វើឲ្យអ្នកខ្វល់ខ្វាយចិត្តបានមានន័យថាអ្នកនៅតែឈរនៅក្នុងរង្វង់ព្រួញដែលពួកគេអាចបាញ់មកត្រូវនៅឡើយទេអ្នកឈ្នះពិតប្រាកដមិនដែលបញ្ឈប់ដំណើររបស់ខ្លួនបន្ទាប់ពីទទួលបានជ័យជំនះតែម្ដងដើម្បីគ្រាន់តែបង្ហាញប្រាប់គ្រប់គ្នាថាខ្លួនធ្វើបាននោះឡើយពួកគេនឹងបន្តដើរទៅមុខទៀតយ៉ាងស្ងៀមស្ងាត់តែម៉ឺងម៉ាត់បំផុតរហូតដល់ថ្ងៃមួយពួកគេបានក្លាយជាបុគ្គលម្នាក់ដែលជោគជ័យខ្លាំងរហូតដល់ថ្នាក់មិនអាចមើលរំលងបានហើយនៅខណៈពេលនោះមនុស្សមាននឹងឈប់ឌឺដងដៀលថ្មាស់អ្នកពួកគេនឹងឈប់សង្ស័យលើសមត្ថភាពរបស់អ្នកពួកគេបានត្រឹមតែងើបមុខសម្លឹងមើលទៅអ្នកពីខាងក្រោមរួចហើយរក្សាភាពស្ងៀមស្ងាត់តែប៉ុណ្ណោះ